ខ្ញុំនឹងស្វាមីថាគ្នាជាលើកដំបូងតែមាត់បែរជាជាប់គ្នាដកមិនចេញសោះយើងទាំងពីរសម្លឹងមុខគ្នាមាត់ជាប់គ្នាគាត់ចង់និយាយតែគ្រាន់តែមាត់កម្ដៅក៏ធ្វើឲ្យមាត់ខ្ញុំជាដែរខ្ញុំចង់ហាប់មាត់តែហាប់មិនរួចខ្ញុំប្រាប់ឲ្យគាត់ស្ងប់អារម្មណ៍ធ្វើកាយវិការមួយសន្ទុះក្នុងចិត្តគិតតែពីចង់ឲ្យឆាប់របូតពីគ្នាព្យាយាមមួយសន្ទុះស្រាប់តែសូផ្លុចទៅរបូតពីគ្នាសៀយុនមិនទាំងមើលមុខខ្ញុំផងក៏ងាកក្រោយដើរចេញទៅមួយជំហានពីរជំហានបីជំហានពេលគាត់ដើរដល់ជំហានទី10ខ្ញុំមានអារម្មណ៍ថាមានពន្លឺពណ៌ក្រហមបញ្ចេញពីដើមទ្រូងខ្ញុំហោះកាត់ទីធ្លាទៅថាប់មាត់គាត់ម្ដងទៀតភ្នែកទាំង4សម្លឹងគ្នាសៀយុនក៏រុញខ្ញុំចេញតើអ្នកឯងបានធ្វើអីមកលើខ្ញុំក៏ចង់សួរលោកដែរគាត់ប្រើវិជាហោះហើរហោះឡើងទៅលើដំបូលផ្ទះបន្ទាប់មកគាត់ក៏ធ្លាក់មកវិញហើយថាបគ្នាម្ដងទៀតគាត់មិនជឿក៏រត់ទៅទីខាងកើត10ម៉ែត្រខ្ញុំក៏ហោះទៅថាបគាត់ទៀតគាត់ចង់លោតផ្លោះជញ្ជាំងរត់ខ្ញុំក៏ហោះទៅត្របាក់គាត់តែម្ដងឆ្លងកាត់ការថាបគ្នាមួយយកទល់ភ្លឺទីបំផុតក៏ដឹងថាលុះត្រាតែយើងនៅឆ្ងាយពីគ្នា10ម៉ែត្រទើបកម្លាំងនោះមិនលេចឡើងខ្ញុំនឹងសៀយុនទីបំផុតអាចដកដង្ហើមបានស្រួលបន្តិចមាត់ខ្ញុំជិតហើមអស់ទៅហើយពេលមេឃជិតភ្លឺយើងទាំងពីរអង្គុយផ្ទាល់ដីទាំងអស់កម្លាំងនៅចន្លោះកណ្ដាលមានគម្លាតសុវត្ថិភាព8ម៉ែត្រគ្មាននរណាម្នាក់ហ៊ានកម្រើកទៀតទេសៀយុនសួរខ្ញុំទាំងដង្ហើមញាប់តើអ្នកឯងជានរណាឲ្យប្រកាសខ្ញុំញីមាត់ដែលកំពុងស្ពឹកកូនស្រីចុងរបស់មន្ត្រីសាំងស៊ូរៀបការជំនួសគេចុះលោកវិញឧត្តមសេនីយ៍ការពារទីខាងជើងសៀយុនអ្នកដែលធ្វើឲ្យប្រពន្ធទាំង3ស្លាប់នោះអីសៀយុនខំថ្មិញគាត់ធ្វើសឹកសង្គ្រាមពាក់កណ្ដាលជីវិតមិនដែលជួបរឿងចម្លែកបែបនេះទេខ្ញុំជាកូនស្រីចុងក៏មិនដែលជួបដែរពេលនោះស្រាប់តែមានអារម្មណ៍ឈឺពោះខ្ញុំយកដៃខ្ទប់ពោះមុខស្លេកបន្តិចខ្ញុំចង់ទៅបន្ទប់ទឹកមុខរបស់សៀយុនស្រាប់តែប្រែជាខ្មៅបន្ទប់ទឹកក្នុងភូមិគ្រឹះឧត្តមសេនីយ៍នៅជ្រុងនៃទីធ្លាគិតពីកន្លែងដែលយើងនៅឥឡូវនេះយ៉ាងហោចណាស់ក៏15ម៉ែត្រដែរមានន័យថាបើខ្ញុំទៅបន្ទប់ទឹកគាត់ត្រូវតែទៅតាមទឹកមុខរបស់សៀយុនដូចជាលេបរុយមួយក្បាលគាត់ប្រហែលជាមិនដែលគិតដល់រឿងនេះទេក្នុងមួយជីវិតនេះខ្ញុំចូលបន្ទប់ទឹកគាត់កាន់ដាវដ៏មុតស្រួចរបស់គាត់ឈរដូចជាទេវតាការពារទ្វារឈរនៅចម្ងាយ9ម៉ែត្រពីទ្វារបន្ទប់ទឹកសម្លឹងមកខ្ញុំមិនដាក់ភ្នែកព្រឹកព្រលឹមនៅភូមិគ្រឹះឧត្តមសេនីយ៍អ្នកបម្រើចាប់ដើមបោះសម្អាតទីធ្លាពួកគេដើរកាត់ទីធ្លាឃើញឧត្តមសេនីយ៍ដ៏អង់អាចក្លាហានដែលមិនដែលស្និទ្ធស្នាលនឹងស្ត្រីបែរជាធ្វើមុខក្រញើឈរយាមនៅមុខបន្ទប់ទឹកម្នាក់សុទ្ធតែបង្ហាញទឹកមុខញាក់ផ្អើលនិងយកសាច់រឿងខ្ញុំថែមទាំងអាចជឿពួកគេខ្សឹបខ្សៀវគ្នាទៀតផងមើលលោកឧត្តមសេនីយ៍ទៅស្រឡាញ់ភរិយាណាស់មែនហើយសូម្បីតែភរិយាចូលបន្ទប់ទឹកក៏ត្រូវយាមតដែរខ្លាចមានរឿងអីកើតឡើងខ្ញុំថាមែនតើរឿងធ្វើឲ្យប្រពន្ធស្លាប់អីនោះសុទ្ធតែជាពាក្យចាំអារ៉ាមទេលោកឧត្តមសេនីយ៍នេះច្បាស់ណាស់ថាបានលួចធ្វើធៀបលោកជំទាវឆៃយ៉ាន់ដែលឈរនៅចម្ងាយ9ម៉ែត្រហាក់ដូចជាមានការស្ដាប់ល្អជាងខ្ញុំអាចមើលឃើញដៃរបស់គាត់កាន់ដាវសរសៃរបស់គាត់លេចចេញមកមនុស្សទាំងមូលបញ្ចេញកំហឹងចង់សម្លាប់មនុស្សខ្ញុំទប់សំណាយក្នុងចិត្តមានអារម្មណ៍ធូរស្រាលបន្តិចឲ្យឯងកាច់ដាក់ខ្ញុំឲ្យឯងធ្វើមុខងាប់សំមុខហើយពេលខ្ញុំកំពុងត្រេកអរនឹងគ្រោះថ្នាក់អ្នកអតីស្រាប់តែឲ្យជើងបន្ទប់ទឹកទើបតែប្រោះទឹកសំណាស់ខ្ញុំស្រែកឡើងហើយដួលទៅក្រោយឆៃយ៉ាន់នៅខាងក្រៅទ្វារបាននិយាយស្រែករបស់ខ្ញុំស្ទើរតែជាប្រតិកម្មពីធម្មជាតិគាត់ស្មានថាខ្ញុំមានរឿងអីមិនបានគិតអ្វីទាំងអស់ក៏ស្ទុះចូលមកបន្ទាប់មកយើងទាំងពីរម្នាក់អង្គុយលើដីម្នាក់ស្ទុះចូលមាត់ទ្វារសម្លឹងមើលមុខគ្នាខ្យល់អាកាសហាក់ដូចជាកក់នៅពេលនេះក្លិនដែលមិនអាចពិពណ៌នាបាននៅក្នុងបន្ទប់ទឹកលីឡំជាមួយនឹងភាពអាម៉ាស់គ្មានទីបញ្ចប់ធ្វើឲ្យមុខយើងទាំងពីរចាប់ផ្ដើមឡើងពណ៌បៃតងបន្ទាប់ពីហេតុការណ៍បន្ទប់ទឹកបរិយាកាសរវាងខ្ញុំនិងឆៃយ៉ាន់បានធ្លាក់ចុះដល់ចំណុចត្រជាក់យើងទាំងពីរដូចជាសត្វប្រមោយពីរដែលចង់ជាប់គ្នាគ្មាននរណាម្នាក់ចង់នៅក្បែរនរណាម្នាក់ឡើយប៉ុន្តែត្រូវរក្សាចម្ងាយសុវត្ថិភាព10ម៉ែត្រពេលថ្ងៃគាត់ទៅបន្ទប់អានសៀវភៅដើម្បីដោះស្រាយការងារខ្ញុំត្រូវយកកៅអីតូចមួយអង្គុយនៅមាត់ទ្វារបន្ទប់អានសៀវភៅស៊ីគ្រាប់រលឹកគាត់ទៅទីលានវឹកហាត់ដាវខ្ញុំត្រូវកាន់ចានទំពាំងបាយជូរអង្គុយលើកាំជណ្ដើរទីលានវឹកហាត់មើលអ្នកបម្រើក្នុងភូមិគ្រឹះសម្លឹងមកយើងកាន់តែចម្លែកពីដំបូងថាឧត្តមសេនីយ៍ស្រឡាញ់លោកជំទាវណាស់ខ្លាចជាលោកជំទាវចូលចិត្តនៅក្បែរឧត្តមសេនីយ៍ណាស់ចុងក្រោយខ្លាចជាឧត្តមសេនីយ៍និងលោកជំទាវពិតជាមិនអាចបែកគ្នាបានមួយផ្លែតសោះខ្ញុំព្រមទទួលស្គាល់ហើយយ៉ាងណាក៏មកដល់ហើយមានហូបមានផឹកចាត់ទុកថាចូលនិវត្តន៍មុនអាយុចុះរសៀលថ្ងៃនេះឆៃយ៉ាន់ត្រូវក៏ហើយជាបន្ទាន់ចូលបន្ទាយដើម្បីពិភាក្សាការងារខ្ញុំក៏ត្រូវតែទៅតាមពិតណាស់ខ្ញុំមិនអាចចូលតង់យោធាបានទេបានត្រឹមតែនៅក្នុងតង់តូចមួយមិនឆ្ងាយពីគាត់ម្ហូបក្នុងមន្ទីរមិនសូវឆ្ងាញ់ខ្ញុំញ៉ាំមិនទម្លាប់ក៏ឲ្យអ្នកបម្រើឆាវខៃធ្វើស៊ុបតូចមួយឲ្យខ្ញុំនៅតែជាស៊ុបហឹរដែលខ្ញុំចូលចិត្តម្ទេសក្រហមស្រស់ពុះក្នុងឆ្នាំងឈ្ងុយឆ្ងាញ់ខ្ញុំចាប់សាច់ជាមួយបន្ទះដាក់ចូលក្នុងមាត់អារម្មណ៍ហឹរនោះផ្ទុះចេញពីចុងអណ្ដាតភ្លាមរត់ត្រង់ទៅខួរក្បាលហើយរហូតដល់ទឹកភ្នែកខ្ញុំជិតស្រក់មកហើយប៉ុន្តែមានអារម្មណ៍ថាឆ្ងាញ់ណាស់ខ្ញុំកំពុងតែញ៉ាំយ៉ាងសប្បាយស្រាប់តែសំឡេងរំខានពីតង់ធំលោកឧត្តមសេនីយ៍តើលោកកាត់អ្វីលោកឧត្តមសេនីយ៍ឆាប់ហៅគ្រូពេទ្យមកលោកឧត្តមសេនីយ៍យំហើយមានអារម្មណ៍មិនល្អសោះមិនមែនទេដឹងខ្ញុំកំពុងគិតវាំងតង់ក៏ត្រូវគេបើកឆៃយ៉ាន់មានមុខក្រហមកន្ទុយភ្នែកនៅមានទឹកភ្នែកដើរចូលមកទាំងខឹងលេងវែងនៅពីក្រោយគាត់មានទឹកមុខភ័យខ្លាចដែលកាន់ចានទឹកមួយតើអ្នកកំពុងញ៉ាំអ្វីឆៃយ៉ាន់ឃើញស៊ុបពុះនៅពីមុខខ្ញុំសំឡេងក៏ប្រែប្រួលខ្ញុំដាក់ចង្កេះចុះដោយស្ងៀមស្ងាត់ចប់ហើយហាក់ដូចជាបានរកឃើញយន្តការថ្មីដ៏អស្ចារ្យមួយយើងទាំងពីរមិនត្រឹមតែមានដែនកំណត់ចម្ងាយទេហាក់ដូចជាមានការចែករំលែកអារម្មណ៍ខ្ញុំមើលបូមាត់ក្រហមរបស់គាត់ដោយសារហឹរគិតដល់សាច់ជៀមហឹរដែលខ្ញុំទើបតែញ៉ាំស្រាប់តែមានអារម្មណ៍ថាខុសបន្តិចព្រោះខ្ញុំនៅទីនេះញ៉ាំរបស់ឆ្ងាញ់ហើយគាត់នៅទីនោះក៏មានអារម្មណ៍ដូចខ្ញុំដែរមិនចម្លែកទេដែលមានពាក្យចាំអារម្មណ៍ចម្លែកនៅក្នុងជំរំយោធាថាទេវតាសង្គ្រាមឆៃយ៉ាន់ត្រូវបានកូនចៅជារហូតដល់យំនៅក្នុងតង់ថ្ងៃក្រោយមិនឲ្យញ៉ាំរបស់ផ្ដេសផ្ដាស់ទាំងនេះទៀតទេឆៃយ៉ាន់ចង្អុលទៅស៊ុបរបស់ខ្ញុំខឹងរហូតនិយាយមិនច្បាស់តាមឡែកខ្ញុំមានអារម្មណ៍ខុសបន្តិចប៉ុន្តែសម្លេងបញ្ជារបស់គាត់ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តតតែសោះខ្ញុំជាកូនស្រីចុងរបស់រដ្ឋមន្ត្រីធំដឹងក្តីដោយការមើលទឹកមុខអ្នកអតីអ្វីដែលខ្ញុំមិនខ្លាចបំផុតគឺការគំរាមកំហែងខ្ញុំក្រឡេកភ្នែកហើយនឹកឃើញផែនការមួយខ្ញុំមិននិយាយអ្វីទេគ្រាន់តែលូកដៃទៅខ្ទេចផ្លូវខ្លួនឯងយ៉ាងខ្លាំងស្ទើរតែក្នុងពេលតែមួយឆៃយ៉ាន់ដែលឈរនៅពីមុខខ្ញុំស្រាប់តែធ្ងោហើយមុខរបស់គាត់ប្រែជាស្លេកជើងខាងទន់ដោយមិនអាចគ្រប់គ្រងបានហើយលុតជង្គង់ម្ខាងទៅលើដេលានសូផាំងញើសត្រជាក់បានហូរចេញពីថ្ងាសរបស់គាត់ភ្លាមហើយសម្លឹងមកខ្ញុំដោយមិនគួរឲ្យជឿគាត់អន់មើលជើងខ្លួនឯងម្ដងទៀតខ្ញុំងើបចិញ្ចាមដាក់គាត់ហើយញឹមយ៉ាងបរិសុទ្ធចង់ធ្វើបាបខ្ញុំគ្មានផ្លូវទេតាំងពីរកឃើញអាវុធដ៏អស្ចារ្យនៃការចែករំលែកអារម្មណ៍នេះមកជីវិតរបស់ខ្ញុំនៅក្នុងភូមិគ្រឹះឧត្តមសេនីយ៍គឺមានផាសុកភាពណាស់ឆៃយ៉ាន់លែងហ៊ាននិយាយពាក្យត្រជាក់ដាក់ខ្ញុំទៀតហើយបើគាត់ហ៊ានធ្វើមុខក្រញើដាក់ខ្ញុំនឹងលួចផឹកទឹកកកមួយកឹកធំដើម្បីឲ្យគាត់មានអារម្មណ៍ត្រជាក់ដល់ឆ្អឹងនៅកណ្ដាលរដូវក្តៅ
បើគាត់ហ៊ានបញ្ជាខ្ញុំនឹងមិនញ៉ាំបាយទេទុកឲ្យគាត់ឃ្លានរហូតដល់វិលមុខនៅលើទីលានហ្វឹកហាត់គាត់អស់ផ្លូវហើយបានត្រឹមតែចាត់ទុកខ្ញុំដូចជាដូនតាហើយសួរខ្ញុំដោយពាក្យផ្អែមល្ហែមរាល់ថ្ងៃតើលោកជំទាវចង់ពិសាអ្វីនៅថ្ងៃនេះតើលោកជំទាវមានអារម្មណ៍មិនស្រួលខ្លួនទេថ្ងៃនេះទំនាក់ទំនងរបស់យើងទាំងពីរបានប្រែពីភាពតានតឹងនៅដើមដំបូងទៅជាការរស់នៅជាមួយគ្នាដោយសន្តិភាពយ៉ាងចម្លែកប៉ុន្តែបញ្ហាថ្មីក៏បានមកដល់យ៉ាងលឿនឆៃយ៉ាន់ជាមេតបត្រូវចូលគាល់ស្ដេចរាល់ថ្ងៃតើខ្ញុំជាស្ត្រីអាចចូលក្នុងរាជវាំងបានដោយងាយយ៉ាងដូចម្តេចប៉ុន្តែយើងទាំងពីរមិនអាចនៅឆ្ងាយពីគ្នាលើសពី10ម៉ែត្រទេដោយសាររឿងនេះឆៃយ៉ាន់ពិបាកចិត្តរហូតដល់គេងមិនលក់ពេញមួយយប់ព្រឹកបន្ទាប់គាត់មានរង្វង់ខ្មៅក្រោមភ្នែកហើយបោះសម្លៀកបំពាក់អង្គរៈមួយកំភ្លែមឲ្យខ្ញុំយល់ហើយនេះគឺចង់ឲ្យខ្ញុំតែងខ្លួនជាប្រុសដើម្បីធ្វើជាអង្គរៈផ្ទាល់ខ្លួនរបស់គាត់ខ្ញុំមើលសម្លៀកបំពាក់ដ៏ស័ក្តិសមនោះស្ទាបដើមទ្រូងដ៏រាបស្មើរបស់ខ្ញុំហើយគិតថាគំនិតនេះក៏ល្អយ៉ាងដែរដូច្នេះខ្ញុំក៏ចង់សក់វែងរបស់ខ្ញុំហើយបដូរទៅស្លៀកសម្លៀកបំពាក់បុរសខ្លាចជាអង្គរៈដ៏សង្ហាម្នាក់នៅក្បែរឧត្តមសេនីយ៍កុំនិយាយអីមើលទៅពិតជាស័ក្តិសមណាស់ពេលទៅដល់ក្នុងរាជវាំងបរិយាកាសដ៏តឹងតែងធ្វើឲ្យខ្ញុំស្ទើរតែដកដង្ហើមមិនរួចខ្ញុំដើរតាមពីក្រោយឆៃយ៉ាន់អង្គក្បាលចុះហើយព្យាយាមធ្វើខ្លួនឲ្យគេមិនសូវចាប់អារម្មណ៍នៅក្នុងរាជវាំងមានភាពតានតឹងលាក់កំបាំងសត្រូវស៊ូពូរបស់ឆៃយ៉ាន់គឺព្រះអង្គម្ចាស់លើថ្ងៃនេះចាប់ដើមរុករឿងដល់ចិត្តណាម្ដងទៀតហើយយកបញ្ហាប្រាក់ខែទាហានមកធ្វើជារឿងធំឆៃយ៉ាន់ឈរនៅទីនោះយ៉ាងស្ងប់ស្ងាត់ហើយតបវិញយ៉ាងមុតស្រួចម្ដងមួយបញ្ចេញអំណាចយ៉ាងពេញទំហឹងធ្វើឲ្យខ្ញុំមានអារម្មណ៍កោតសរសើរបន្តិចសូមជាទេវតាសង្គ្រាមមែនសូម្បីតែជួបគ្នាក៏សង្ហាដែរប៉ុន្តែខ្ញុំជានារីទុនខ្សោយម្នាក់តើអាចទ្រាំឈរយូរយ៉ាងនេះបានដោយរបៀបណាឈរជិត2ម៉ោងជើងរបស់ខ្ញុំចាប់ផ្ដើមជកហើយឡើងចុះមុខឡើងស្លេកពិបាកណាស់ទម្រាំតែចេញពីប្រជុំជើងខ្ញុំស្ទើរតែបាក់ទៅហើយយើងដើរតាមមន្ត្រីទាំងអស់ចេញពីរាជវាំងសំឡេងដ៏ចម្លែករបស់ព្រះអង្គម្ចាស់ឡើយបានបន្លឺឡើងពីក្រោយម្ដងទៀតតើឧត្តមសេនីយ៍ឆៃមានអង្គរៈតូចដ៏ស្រស់ស្អាតបែបនេះនៅក្បែរគាត់តាំងពីពេលណាមុខមាត់មើលទៅប្លែកណាស់ឆៃយ៉ាន់មិនអើពើនឹងគាត់ហើយទាញខ្ញុំឲ្យដើរទៅមុខប៉ុន្តែព្រះអង្គម្ចាស់ឡើយមិនព្រមឈប់ទេស្រាប់តែមានពន្លឺដ៏កាចសាហាវមួយបានភ្លឺក្នុងភ្នែករបស់គាត់ហើយគាត់បានទះកំភ្លៀងទៅលើក្នុងរបស់ឆៃយ៉ាន់ដោយគ្មានការព្រមានអ្វីឡើយឧត្តមសេនីយ៍ប្រយ័ត្នខ្ញុំស្រែកឡើងឆៃយ៉ាន់មានប្រតិកម្មយ៉ាងលឿនហើយងាកមកទប់ភ្លាមហើយខ្ញុំភ័យខ្លាចយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរភ្លាមនេះដោយសភាពគាត់ខ្ញុំបានស្រែកហើយថយក្រោយពី3ជំហានខ្ញុំថយក្រោយលឿនពេកភ្លេចទាំងស្រុងថានៅមានបណ្ដាសា10ម៉ែត្ររវាងពួកយើងពេលខ្ញុំដឹងខ្លួនកែងជើងខ្ញុំជន់លើខ្សែបន្ទាត់ព្រំដែនម៉ែត្រទី11បាត់ទៅហើយចប់ហើយគំនិតនេះទើបតែភ្លឺក្នុងចិត្តខ្ញុំកម្លាំងស្រូបដ៏គួរឲ្យស្អប់ខ្ពើមដែលធ្លាប់ស្គាល់នោះក៏ផ្ទុះឡើងម្ដងទៀតនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំដែលជាអង្គរៈតូចតាចម្នាក់បានហោះត្រង់ទៅរកឆៃយ៉ាន់មុខរបស់ព្រះអង្គម្ចាស់លេបភ្ញាក់ផ្អើលរហូតដល់ខូចទ្រង់ទ្រាយហើយមន្ត្រីជុំវិញខ្លួនក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំនឹងគាត់នៅមាត់ទ្វារវាំងថាប់គ្នានៅចំពោះមុខមន្ត្រីស៊ីវិលនិងយោធាពិភពលោកទាំងមូលស្ងាត់ជ្រោមសូម្បីតែម្ជុលធ្លាក់ក៏អាចជាដែរមនុស្សគ្រប់គ្នាប្រែជាថ្មហាក់ដូចជាត្រូវមន្តអាគមតទៅពីនាទីក្រោយមកហ្វូងមនុស្សប្រៀបដូចជាខ្ទះប្រេងដែលកំពុងពុះបន្លឺសំឡេងយ៉ាងខ្លាំងព្រះអង្គម្ចាស់លេកាន់តែសើចខ្លាំងឡើងចង្អុលមកយើងទាំងពីរដោយទឹកមុខពេញចិត្តហាក់ដូចជាចាប់បានចំណុចខ្សោយដ៏ធំមួយឆៃយ៉ាន់ឲ្យឆៃយ៉ាន់ខ្ញុំស្មានថាអ្នកជាសុភាពបុរសមិននឹកស្មានថាអ្នកចូលចិត្តមនុស្សប្រុសសោះពិតជាខូចសីលធម៌ជាភាពអាម៉ាស់របស់ជាតិមុខរបស់ឆៃយ៉ាន់បានប្រែពីពណ៌ខៀវទៅជាពណ៌ស្វាយខ្ញុំអាចមានអារម្មណ៍ថាដៃរបស់គាត់ដែលអប់ខ្ញុំកំពុងញ័រតិចនោះគឺជាការបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងខ្ញុំដឹងថាប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយឲ្យបានល្អនៅថ្ងៃនេះទេកិច្ចឈ្មោះរបស់គាត់ក្នុងនាមជាទេវតាសង្គ្រាមនឹងត្រូវបំផ្លាញទាំងស្រុងពេលដែលខ្ញុំកំពុងតែអន្ទះសារឆៃយ៉ាន់ស្រាប់តែដកដង្ហើមធំហាក់ដូចជាបានសម្រេចចិត្តអ្វីមួយគាត់បានលែងបូមមាត់ខ្ញុំប៉ុន្តែនៅតែអប់ខ្ញុំយ៉ាងតឹងសម្លឹងមកខ្ញុំដោយកែវភ្នែកដ៏ទន់ភ្លន់ដែលមិនធ្លាប់មានពីមុនមកបន្ទាប់មកក៏ទម្លាក់គ្រាប់បែកដ៏ធំមួយទៅកាន់មនុស្សគ្រប់គ្នាដោយសម្លេងយ៉ាងខ្លាំងមិត្តរួមការងារទាំងអស់យល់ច្រឡំហើយអ្នកនេះមិនមែនជាអង្គរៈរបស់ខ្ញុំទេតែជាប្រពន្ធចុងដ៏ស្រស់ស្អាតដែលខ្ញុំទើបតែយកនាងចូលចិត្តស្លៀកសម្លៀកបំពាក់បុរសខុសប្លែកពីគេនិយាយបណ្ដាគាត់ថែមទាំងលូកដៃមកកោះជ្រមុខខ្ញុំដោយក្តីស្រឡាញ់ទៀតផងការផ្លាស់ប្ដូរនេះលឿនពេកដូចជាខ្សោបជុំមនុស្សគ្រប់គ្នានៅមិនទាន់បាត់ភ្ញាក់ផ្អើលដែលឧត្តមសេនីយ៍ជាអ្នកកាត់ដៃអោននៅឡើយទេពេលដឹងខ្លួនពីភាពភ័យខ្លាចខ្ញុំក៏ត្រូវភ្ញាក់ផ្អើលនឹងរឿងដែលឧត្តមសេនីយ៍លាក់ស្រីស្អាតក្នុងផ្ទះមាសក្នុងចំណោមភាពវឹកវរនេះមាននទេសដ៏ស្រស់ស្អាតមួយបានឈប់នៅមិនឆ្ងាយប៉ុន្មានវាំងនទេសបានបើកបងស្រីរបស់ខ្ញុំឆែនមែនស្លៀកពាក់យ៉ាងស្រស់ស្អាតបានដើរចុះមកនាងប្រហែលជាបានរឿងអ្វីមួយហើយចង់មកមើលការលេងសើចរបស់ខ្ញុំប៉ុន្តែនៅពេលដែលក្រសែភ្នែករបស់នាងសម្លឹងកាត់ហ្វូងមនុស្សមកចំមុខរបស់ខ្ញុំដែលភ្លេចបិទបាំងដោយសារតែការភ្ញាក់ផ្អើលស្នាមញញឹមនៅលើមុខរបស់នាងក៏កប់ភ្លាមឆែននាងស្រែកឡើងដោយភ្ញាក់ផ្អើលចប់ហើយពេលនេះចប់អស់ហើយខ្ញុំមិនត្រឹមតែលាតត្រដាងទេសូម្បីតែអត្តសញ្ញាណក៏ត្រូវលាតត្រដាងដែរការថើបដ៏គួរឲ្យភ្ញាក់ផ្អើលនៅមុខទ្វារវាំងទីបំផុតបានបញ្ចប់ដោយពាក្យរបស់ឆៃយ៉ាន់ថាមានប្រពន្ធកាច់នៅផ្ទះមិនបានអប់រំល្អគាត់បានអូសនឹងអប់ខ្ញុំចូលទៅក្នុងរទេះសេះហើយរត់គេចពីកន្លែងដែលមានបញ្ហានោះចំណែកបងស្រីរបស់ខ្ញុំឆែនមែនសម្លេងស្រែករបស់នាងត្រូវបានលេចលង់ក្នុងសម្លេងសើចរបស់មនុស្សគ្រប់គ្នាហើយមិនមានការចាប់អារម្មណ៍អ្វីឡើយប៉ុន្តែនាងឃើញខ្ញុំនៅរស់ហើយរស់នៅយ៉ាងសុខស្រួលការច្រណែននិងការស្អប់នៅក្នុងភ្នែករបស់នាងខ្ញុំអាចមានអារម្មណ៍បានពីចម្ងាយពេលថ្ងៃក្រោយមកគឺជាថ្ងៃដែលកូនក្រមុំត្រឡប់ទៅផ្ទះវិញតាមពិតទៅខ្ញុំដែលជាអ្នករៀបការជំនួសគ្មានសិទ្ធិត្រឡប់ទៅផ្ទះវិញទេប៉ុន្តែឥឡូវនេះអ្នករាជធានីទាំងមូលដឹងថាឧត្តមសេនីយ៍ឆៃមានស្រីស្អាតម្នាក់ដែលចូលចិត្តស្លៀកសម្លៀកបំពាក់បុរសហើយគាត់ស្រឡាញ់នាងដូចជាត្បូងដើម្បីកុំឲ្យបែកការរឿងនេះត្រូវតែបន្តលេងដូច្នេះឆៃយ៉ាន់ត្រូវបង្ខំចិត្តកំដរខ្ញុំត្រឡប់ទៅភូមិគ្រីស្ទែនស៊ីវិញនៅក្នុងភូមិគ្រីស្ទែនស៊ីឪពុករបស់ខ្ញុំនិងម្ដាយចុងរបស់ខ្ញុំឃើញខ្ញុំនៅរស់ទឹកមុខរបស់ពួកគេដូចជាឃើញខ្មោចជាពិសេសឆែនមែនមានសម្លឹងមើលសម្លៀកបំពាក់ដ៏មានតម្លៃនៅលើខ្លួនរបស់ខ្ញុំនិងចូលសក់ដ៏ស្រស់ស្អាតនៅលើក្បាលរបស់ខ្ញុំហើយមើលទៅឆៃយ៉ាន់ដែលនៅក្បែរខ្ញុំទោះបីជាគាត់មានទឹកមុខត្រជាក់ប៉ុន្តែគាត់មិនដែលចាក់ចេញពីខ្ញុំទេនាងច្រណែនរហូតដល់ភ្នែកឡើងក្រហមហេតុអ្វីបានជាកូនស្រីចុងដ៏ថោកទាបនេះមិនស្លាប់ហេតុអ្វីបានជានាងនៅតែអាចទទួលបានការចាប់អារម្មណ៍ពីព្រះនៃសង្គ្រាមនាងមិនសុខចិត្តទេនៅក្នុងបន្ទប់ទទួលភ្ញៀវនាងបានធ្វើពុតជាបងស្រីធំហើយនិយាយមកកាន់ខ្ញុំដោយអំណាចថាប្អូនស្រីដោយសារតែត្រឡប់មកវិញហើយកុំភ្លេចច្បាប់ទៅចាក់តែមួយពេងឲ្យបងមកនេះគឺចង់ធ្វើឲ្យខ្ញុំខ្មាស់អៀននៅចំពោះមុខឆៃយ៉ាន់ខ្ញុំទៅតែចង់ខឹងមិនទាន់បាននិយាយផងឆៃយ៉ាន់ដែលនៅក្បែរខ្ញុំក៏កម្រើកគាត់មិនបាននិយាយអ្វីទេគ្រាន់តែដកដាវរបស់គាត់ចេញដាវមានពន្លឺត្រជាក់ហើយក្លិនសម្លាប់បានសាយភាយពេញបន្ទប់ទទួលភ្ញៀវភ្លាមឪពុករបស់ខ្ញុំម្ដាយចុងនិងឆែនមែនភ័យខ្លាចរហូតដល់លុតជង្គង់មុខរបស់ពួកគេស្លេកស្លាំងប្រពន្ធរបស់ខ្ញុំឆៃយ៉ាន់តើពេលណាដល់វេនអ្នកមកបញ្ជាសម្លេងរបស់ឆៃយ៉ាន់ត្រជាក់ដូចខ្យល់រញ៉េនៅខែធ្នូនៅពេលនោះសម្លឹងមើលគ្រួសារដែលកំពុងញាប់ញ័រខ្ញុំស្រាប់តែមានអារម្មណ៍សប្បាយចិត្តដែលមិនធ្លាប់មានពីមុនមក
តាមពិតទៅអារម្មណ៍ដែលមានអ្នកគ្រប់គ្រងគឺបែបនេះសោះ Shen Ben ភ័យខ្លាចរហូតដល់មិនហ៊ាននិយាយអ្វីទៀតប៉ុន្តែការស្អប់នៅក្នុងភ្នែករបស់នាងកាន់តែជ្រៅក្នុងអំឡុងពេលញ៉ាំអាហារនាងបានធ្វើពុតជីយកតែមួយពែងមកឲ្យខ្ញុំដោយស្នាមញញឹមដកឯម្ហែមប្អូនស្រីអំបាញ់មិញបងមិនមានចិត្តណាទេតែមួយពែងនេះចាត់ទុកថាបងសុំទោសប្អូនចុះខ្ញុំមានការសង្ស័យក្នុងចិត្តប៉ុន្តែនៅចំពោះមុខមនុស្សជាច្រើនខ្ញុំមិនអាចបដិសេធបានទេពេលខ្ញុំកំពុងស្ទាក់ស្ទើរ Shen Won ក៏បន្ថែមមួយឃ្លាទៀតម៉េចប្អូនស្រីខ្លាចបងស្រីដាក់ថ្នាំបំពុលក្នុងតែមែនទេខ្ញុំក៏សម្រេចចិត្តលើកពែងតែផឹកមួយក្អឹកអស់គ្រាន់តែមួយពែងសោះខ្ញុំចង់ដឹងថានាងអាចលេងល្បិចអ្វីបានបន្ទាប់ពីផឹកតែរួច Shen Won បានបង្ហាញស្នាមញញឹមដ៏ចម្លែកមួយដែលបង្ហាញពីភាពជោគជ័យនៃផែនការរបស់នាងតែចូលដល់ក្នុងពោះខ្ញុំមិនទាន់មានអារម្មណ៍អ្វីប្លែកទេប៉ុន្តែឆៃយ៉នដែលអង្គុយក្បែរខ្ញុំចម្ងាយមិនដល់1ម៉ែត្រស្រាប់តែជួនចិញ្ចើមដំបូងគាត់កម្រើកហើយបន្ទាប់មកក៏ទ្រាំមិនបានលើកដៃឯដៃខ្ញុំសួរគាត់តិចថាកើតអីមិនដឹងទេរមាស់ខ្លួនបន្តិចគាត់ឆ្លើយតិចចិញ្ចើមរបស់គាត់កាន់តែជ្រួញខ្ញុំក៏នឹកឃើញភ្លាមហើយយល់ភ្លាម Shen Won មិនបានដាក់ថ្នាំបំពុលទេគឺម្សៅរមាស់ហើយដោយសារតែការចែករំលែកអារម្មណ៍ថ្នាំមិនទាន់មានប្រសិទ្ធភាពលើខ្ញុំទេតែវាបង្ហាញលើឆៃយ៉នមុន